ប្រទេសមើលចាំគេអត់វាយខ្នោះហើយបើសិនជាហ៊ុនសែនអស់តំណែងនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសកម្ពុជាចេញក្រៅប្រទេសបានទៅចាប់ដៃជាមួយប្រធានាធិបតីម៉ាក្រុងបានទៅចាប់ដៃជាមួយនឹងโจ Biden បានដើរដូចសូនតារាចេះទៅខ្មែរទូទាំងប្រទេសទទួលស្វាគមន៍អានឹងចាំអួតបើថាខ្លួនឯងនៅរដ្ឋមន្ត្រីយកអាប្រទេសកម្ពុជាជាចំណាត់ខ្មាំងគម្រាមមើលអាណាមេទៅស្រុកខ្មែរចង់រកស៊ីបើកហាងរកស៊ីដីមុខរបរហើយអត់ចូលគណៈបកប្រជាជនទេអញធ្វើបាបអាណាចូលគណៈបកប្រជាជនអញជួយសម្រួលការងារឲ្យពួកឯងអញ្ចឹងទៅអាណាចូលគណៈបកប្រជាជនអញទៅស្រុកខ្មែរឲ្យឯងជីជនហោះដើរលេងអញតែងតាំងរដ្ឋមន្ត្រីអញតែងតាំងទូនាទីតំណែងមិនសក់ណែហ៊ុនសែនណាគេទៅរួមនឹងដោយសារជួលគេនឹងផ្ដល់ប្រយោជន៍ឲ្យគេពួកគេខ្លាចបើហ៊ុនសែនអស់តំណែងពីរដ្ឋមន្ត្រីណាបើមកស្រុកនេះណែបើបានទៅចាប់ដៃគេវាអត់មានទេអញ្ចឹងដើម្បីបញ្ជាក់ទៅសំរងស៊ីមីស្ទ័ររតនានិយាយខុសត្រូវតើតែហ៊ុនសែនចិត្តក្លាហានអញ្ចឹងថ្ងៃនេះគឺនៅក្នុងប្រធានបទទី1នេះគឺអត់មានអីទេគ្រាន់តែចង់បញ្ជាក់ថាវាជាការចៃដន្យល្អមែនទែនវាឆ្លុះបញ្ចាំងពីទឹកចិត្តមួយដូចជាបើយើងមានជំនឿគេថាអ្នកខ្លះគេមានជំនឿលើព្រហ្មលិខិតអ្នកខ្លះគេមានជំនឿលើទេវតាអ្នកខ្លះគេមានជំនឿលើព្រះហើយទេគេថាវាដូចជាចៃដន្យណាជានិមិត្តរូបមួយល្អណាជានិមិត្តរូបនៃការតស៊ូប្រឆាំងទៅនឹងជនផ្ដាច់ការគឺសូនតារាអ្នកស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតនិង Zelensky ប្រធានាធិបតីអ៊ុយក្រែនប្រឆាំងទៅនឹងមេដឹកនាំផ្ដាច់ការយៈរុស្ស៊ីមកដល់ទឹកដីអាមេរិកក្នុងថ្ងៃតែមួយនិងម៉ោងតែមួយប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទចុងក្រោយទី2ខ្ញុំប្រធានបទនេះខ្ញុំនិយាយរឿងនីតិនេះខ្ញុំអត់និយាយរឿងហ៊ុនសែននេះប៉ុន្តែខ្ញុំឆ្លុះបញ្ចាំងអំពីហ៊ុនសែនជាឧទាហរណ៍រឿងនីតិហើយរឿងនេះចំណងជើងនិពន្ធដោយសូនតារាគេសួរថាលោកគ្រូរឿងនៅណាហើយឆ្លុះបញ្ចាំងពីការពិតនៅក្នុងសង្គមច្រើនខ្មែរយើងណាតកៅគឹមសានគេមានទ្រឹស្ដីមួយថាអក្សរសិល្ប៍គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីតថភាពសង្គមកៅមនីពៅរឿងនោះមានចំណងជើងថារឿងនិទានអាខ្ជូងហៅសង្ឃថាអាខ្មៅអាឃាតកោហៅមនុស្សល្អថាអបិជ្ជឃាតណាអានេះគ្រាន់តែជារឿងនិទានទេហើយបានថាចឹងមនុស្សយើងបងប្អូនបើយើងដៀលគេថាអាខ្មៅវាតតែឯងនឹងវាសទៅលោកហើយមើលសម្បុរខ្លួនឯងមើល fabric ជាសម្បុរនិយាយពីខ្មៅហើយបែកសកាដៃពកឆ្អឹងវិញនិយាយទៅក្បាលពោះនោះគឺថាដើរនឹងមិនដឹងជាចាក់ថ្នាំឬក៏អីដើរម្ដងទៅលាបថ្នាំប្រហែលគ្រាប់តែដើររួចអត់ទេគឺចង់កាប់មុខហ្មងទេខ្ញុំថាមនុស្សខ្លះទេខ្ញុំអត់មានសម្ដៅតាណាទេខ្ញុំសួរមើលខ្ញុំហៅថាអាខ្ជូងហៅគេថាខ្មៅបងប្អូនខ្មែរយើងពាក្យអាខ្មៅអត់ដល់ខ្ជូងទេណារបៀបចឹងនោះមានអ្នកអប់រំសិលធម៌ម្នាក់ឲ្យតែកាន់ក្បាលមេក្រូអប់រំសិលធម៌នេះគ្រប់គ្រងការប្រឆាំងការជេរប្រមាថប៉ុន្តែគ្រូអប់រំសិលធម៌នោះតែកាន់ក្បាលមេក្រូគឺដឹងតែជេរគេហ្មងប៉ុន្តែខ្ញុំអត់មានចម្លែកនេះចាត់ទុកជារឿងធម្មតាទេមែនទេហើយខ្លួនឯងនិយាយពីសម្បុរនោះវាថាខ្មៅជាងលោកទៅទៀតបងប្អូនណាអញ្ចឹងបាននេះខ្ញុំនិពន្ធរឿងនិទានមួយខ្ញុំនិយាយថាអាខ្ជូងហៅគេថាខ្មៅបើថាខ្លួនឯងសម្បុរណាវាមិនសទេមិនគួរណាហៅគេអាខ្មៅទេហៅចឹងវាត្រូវតែមើលងាយខ្លួនឯងបើខ្លួនឯងណាមិនមែនជាមនុស្សល្អគេថាជាមនុស្សល្អត្រឹមត្រូវនៃធៀបផងស៊ីទៅជាឃាតករកុំទៅដើរចង្អុលមនុស្សល្អថាពេជ្ជឃាតអានឹងរឿងព្រេងនិទានឥឡូវត្រឡប់មកឧទាហរណ៍ដូចហ៊ុនសែនវិញដូចហ៊ុនសែនគាត់ហៅបដិជគុណបុត្របន្ទិញថាអាខ្មៅអានឹងបើនិយាយអំពីសិលធម៌វិញយើងបាច់និយាយទេហ៊ុនសែននិមិត្តរូបនៃអសិលធម៌ហើយដែលខ្ញុំធ្លាប់ឆ្លើយសំណួរបងប្អូនយើងក៏សួរថាចេះលោកគ្រូតើជេរហ៊ុនសែនខុសទេ
ខ្ញុំថាខុសហើយនឹងត្រូវហើយបើសុំតារានិមិត្តរូបនៃយុត្តិធម៌មានន័យថាខុសគឺខុសត្រូវគឺត្រូវមានបងប្អូននេះក៏សួរបដិញថាខុសត្រង់ណាត្រូវត្រង់ណាបើសិនជាហ៊ុនសែនគាត់ណែធ្វើល្អគាត់ដំឡើងប្រាក់ខែមន្ត្រីរាជការបង្កើតការងារឲ្យប្រជាជនណាជួយចាស់ជរាមន្ទីរពេទ្យនៅក្នុងប្រទេសកម្ពុជាព្យាបាលដល់អត់មានរើសអើងថានេះគណៈបកប្រជាជនឬក៏ចែកបានក្រីក្រហើយយើងទៅជេរហ៊ុនសែនជឿខុសខ្ញុំហ៊ានថាអញ្ចឹងប៉ុន្តែបើសិនជាហ៊ុនសែនលួចជាតិណាហ៊ុនសែនជេរប្រមាថអសរអសិលធម៌ជេរលោកអធិរាជេរបដិជនបុត្របន្ទិញថាខ្មៅយើងជេរហ៊ុនសែនត្រូវចុះបានក្រីក្រទីហោបានក្រីក្របើហ៊ុនសែនគាត់ចែកទៅអ្នកក្រជារឿងត្រឹមត្រូវអ្នកណាជេរហ៊ុនសែនខុសប៉ុន្តែបើសិនជាហ៊ុនសែនយកបានក្រីក្រហ្នឹងជាចំណាត់ខ្មាំងដើម្បីគម្រាមកំហែងឲ្យមនុស្សហ្នឹងចូលគណៈបកប្រជាជននិងបោះឆ្នោតឲ្យគណៈបកប្រជាជនអាហ្នឹងយើងជេរហ៊ុនសែនត្រូវព្រោះអាជេរវាមានខុសជេរត្រូវតែពីព្រោះនៅក្នុងពុទ្ធសាសនាគេនិយាយថាតេះដៀលបកុលគូតេះដៀលឡើងឋានសួគ៌គេចាប់ដូចគេចាប់ដាក់សរសើរបកុលគូសរសើរណាឡើងឋានសួគ៌គេចាប់ដាក់តេះដៀលបកុលគូលើកសរសើរធ្លាក់នរកដូចគេធាក់ពីក្រោយអេងបានតារាសរសើរបកុលគូតេះដៀលធ្លាក់នរកដូចគេធាក់ពីក្រោយអញ្ចឹងមកឥឡូវខ្ញុំលើកឧទាហរណ៍ថាអីលោកគ្រូបើហ៊ុនសែនចែកបានក្រីក្រមិនទៅជេរគាត់ល្អអត់មានជេរទេប៉ុន្តែបើយកអាបានក្រីក្រនោះព្រោះអានឹងបានលុយជាតិលុយរបស់មិនហ៊ុនសែនកើតឯណាលុយចេញពីកម្ចីបរទេសលុយប្រជាជនបង់ពន្ធតាបើហ៊ុនសែនយកអាបានក្រីក្រនោះទៅធ្វើជាចំណាត់ខ្មាំងទៅគម្រាមកំហែងមនុស្សឲ្យចោះចូលគណៈបកប្រជាជនអាណារបស់ឆ្នោតអញយកទៅរកស៊ីមុខរបរគណៈបកអានឹងជេរហ៊ុនសែនត្រូវអានឹងចំណុចទី1ចំណុចទី2គេថាអេលោកគ្រូឃើញតែមិនគ្រប់គ្រងការជេរប្រមាថខ្ញុំថាអត់ទេខ្ញុំអត់ដែរគ្រប់គ្រងការជេរប្រមាថទេប៉ុន្តែវាមានអាជេរខុសជេរត្រូវខ្ញុំឧទាហរណ៍ថាបើសិនជាបងប្អូនឃើញចោលចាប់រំលោភសម្លាប់មនុស្សដុតផ្ទះគេតើបងប្អូនពោលពាក្យសរសើរឬក៏ពោលពាក្យជេរពេលណាដែលបងប្អូនពោលពាក្យសរសើរចោលចាប់រំលោភសម្លាប់មនុស្សដុតផ្ទះគេគឺគេជេរបងប្អូនអ្នកសរសើរហ្នឹងបងប្អូនទៅកាន់ជើងគេជេរបងប្អូនអានេះឲ្យធ្លាក់នរកមនុស្សព្រៃផ្សៃពេលដែលឃើញមនុស្សថ្កោលទោសម្នាក់ប្រតិចផ្ដាសាកាន់តែខ្លាំងកាន់តែមានទឹកចិត្តល្អបញ្ជាក់ថាពិភពលោកហ្នឹងគឺគេឈឺចាប់ជាមួយនឹងអំពើអយុត្តិធម៌ចំណុចទី3គេជេរបកុលគួជេរឧទាហរណ៍ថាបើយើងជេរប្រពុតបើយើងជេរមនុស្សមានគុណធម៌យើងជេរសំរងស៊ីខុសតែទៅជេរសំរងស៊ីខុសបកណៈបច្ចុប្បន្នគេជេរមកចឹងព្រោះសំរងស៊ីគាត់អត់ប្រើពាក្យជេរគាត់ជាអ្នកដែលមានសិលធម៌បើជេរហ៊ុនសែនគាត់ប្រើពាក្យជេរមនុស្សដែលប្រើរបស់អីវាតែងតែជាប់របស់នឹងនៅនឹងខ្លួនបើខ្លួនឯងជេរបចៅលោកបើខ្លួនឯងជេរបចៅគេជេរបចៅខ្លួនឯងវិញជារឿងធម្មតាបើសិនជាគេជេរបចៅនៃគេថាការជេរប្រមាថនឹងជាប់គុកហើយចុះហ៊ុនសែនជេរគេដែរមិនជាប់គុកឥឡូវយើងមិនសួរចឹងមើលហើយឬមួយក៏ជេរនេះជាកម្មសិទ្ធិរបស់ហ៊ុនសែនបើជេរជាកម្មសិទ្ធិរបស់ហ៊ុនសែនឃ្លាំងជេរហើយគេផ្ញើជេរនៅហ៊ុនសែនតើនាំគ្នាព្រុតជេរហ៊ុនសែនយកធ្វើធនាគារជេរបើថាជេរហ្នឹងវាខុសច្បាប់ទាំងអស់អាម៉េចបានជាហ៊ុនសែនហ្នឹងជេរសាសនាជេរលោកម្នេះជេរប្រជាជនវាអត់អីឯចំណែកអ្នកជេរហ៊ុនសែនវាអីបើសិនអាការជេរហ្នឹងវាជាប់គុកវាណាក៏វាជាប់គុកដែរជាពិសេសនាយករដ្ឋមន្ត្រីជាគំរូគេវាទៅជាប់គុកធ្ងន់ជាងគេអានោះត្រូវគាត់អាកន្លែងនោះសច្ចធម៌ជេរសមរាខុសមិនអញ្ចឹងព្រោះខ្ញុំអត់ដែរជេរវាណាផងបងប្អូនជេរខ្ញុំខុសខ្ញុំមិនមែនឃ្លាំងជេរមិនមែនកម្មសិទ្ធិរបស់ខ្ញុំទេទី1ទី2បងប្អូនជេរខ្ញុំណាមករីបារ៉ាខ្ញុំអត់ដែរលួចលុយជាតិមកកាក់ម៉ាស៊ីនហ្នឹងខ្ញុំអត់មានដែលទៅលក់ទ្រព្យសម្បត្តិជាតិផងណាខ្ញុំអត់មានដែលទៅធ្វើប្រព្រឹត្តអំពើពុករលួយខ្ញុំមិនដែលទៅសម្លាប់មនុស្សផងណាខ្ញុំមិនដែលទៅជួញដូរគ្រឿងញៀនផងណាណាខ្ញុំមិនដែលទៅសុំកលុំជាមួយឃាតករអីណាសម្លាប់មនុស្សដើម្បីជួញដូរលុយខ្មៅដូចម៉ាស់ឆាយផងណាអាហ្នឹងខុសជេរសម្រាប់បាបហ្នឹងអានេះនិយាយមកបែបទៀតចុះបើជេរហ៊ុនសែនជេរត្រូវវាមានអាត្រូវវាមានអាខុសដែលខ្ញុំក៏លើកឧទាហរណ៍មួយថាបើហ៊ុនសែនគាត់ធ្វើល្អយើងជេរយើងខុសហើយយើងត្រូវទទួលស្គាល់អ្នកណាដែលជេរហ៊ុនសែនគ្រប់រឿងគឺក៏ខុសដែរហ៊ុនសែនធ្វើក៏ជេរអានេះខុសហើយប៉ុន្តែបើជេរដោយរឿងត្រូវ
ដូចហ៊ុនសែនហៅលោកប្រជាជនបុតបន្ទិញថាខ្មៅនរិនតរោគយើងហៅហ៊ុនសែនថាអាខ្ជូងត្រូវវាត្រូវហ៊ុនសែនហៅគេអាដែរគេនៅក្នុងនៃពុទ្ធសាសនាលោកសម្បីតែអាយុពេល3ឆ្នាំនោះគេថ្វាយបង្គំដែរមិនចាំបាច់ដល់ប្រជាជនបុតបន្ទិញដែលជាអ្នកណែរៀនសូត្រធម៌ចេះដឹងជ្រៅជ្រះសម្ដែងធម៌ដឹកនាំកសាងដីបានធំដុំចេះទេសំបីតែកុមារបួស4ឆ្នាំចេះតែអ្នកមុតស័កពកវៈតោរៈអតោសម្មាសម្ពុទ្ធស័កក៏គេណែប្រហារជីវិតនេះគឺជាសច្ចភាពមួយនៅក្នុងប្រវត្តិសាស្ត្របងប្អូនមើលចំនួនប្រវត្តិសាស្ត្រអ្នកដែលរៀនទ្រឹស្ដីអ្នកប្រាជ្ញផ្សេងៗត្រូវបានគេយកទៅសម្លាប់ដោយសារអីដោយសារតែនិយាយការពិតវាផ្ទុយហើយនរណាដែលនិយាយផ្ទុយអំពីការពិតដែលនិយាយថាសត្វដំរីហ្នឹងគឺជាមន់អានឹងគឺទទួលបានមេដាយនិងការលើកដំកើងឥឡូវខ្ញុំចាំបានសំណួរខ្លះទៅចុះសំណួរទី1គេទៅសួរអំពីអត្តន័យខ្ញុំមិននិយាយតាមលំដាប់ទេសាយស៊ីនអត្តន័យនៃ7មករាចម្លើយណា7មករាគឺជាថ្ងៃដែលយួនផ្ដួលរំលំប៉ុលពតដែលគ្រប់គ្រងដោយចិនពីព្រោះយួនមិនចង់ឲ្យចិនហុំព័ទ្ធហើយចង់យកប្រទេសកម្ពុជាទៅជាចំណុះជាមួយនឹងឡាវដែលគេហៅថាឥណ្ឌូចិនបើសិនជាប៉ុលពតនៅក្រោមបញ្ជាឬក៏ការត្រួតត្រារបស់ចិនយួនមិនអាចកាន់កាប់ប្រទេសកម្ពុជាបានទេដូច្នេះត្រូវតែវាយផ្ដួលដោយប្រើរូបភាពរំដោះហើយជាថ្ងៃដែលយួននឹងណាបើយោងតាមប្រវត្តិសាស្ត្រពិតអានឹងគឺជាថ្ងៃដែលយួនឈ្លានពានប្រទេសកម្ពុជាខ្ញុំនឹងលើកយកវាទៅនិយាយច្រើននៅគៀកថ្ងៃនឹងពីល្អជាងហើយគេក៏សួរសំណួរទៀតថាអញ្ចេះតើថ្ងៃ7មករាហ្នឹងមានអត្តន័យយ៉ាងដូចម្ដេចបងប្អូនថ្ងៃ7មករានេះណាសម្ដេចសេនរតនាគឺជាថ្ងៃដែលដូចដែលខ្ញុំបានលើកឡើងអបាញ់មិញហើយណាយួនវាយកាន់កាប់ឈ្លានពានហើយបានលើកបន្ទប់ប៉ែនសវណ្ណច័ន្ទស៊ីហេងសំរិនឲ្យដឹកនាំហ៊ុនសែនជាអ្នកយោកតាបហេតុអីបានជាហ៊ុនសែនខ្លាយជាមេដឹកនាំដោយសារតែហ៊ុនសែនមិនអាចប្រើប៉ែនសវណ្ណច័ន្ទស៊ីបានហ៊ុនសែនសំទោសយួនមិនអាចប្រើប៉ែនសវណ្ណច័ន្ទស៊ីបានទេដូច្នេះត្រូវប្រើប៉ែនហ៊ុនសែនគឺជាជំរើសចុងក្រោយប៉ុន្តែគឺជាមនុស្សដែលល្អណាដែលបំរើយួនបានល្អទើបកាន់តំណែងបានយូរធម្មតាបើសិនជាបំរើយួនមិនបានល្អមែនទេម្លេះយួនសម្លេះខ្មែរយើងថាសម្លេះចោលបាត់ហើយដូចប៉ែនសវណ្ណដូចច័ន្ទស៊ីហ្នឹងគេចាប់ដាក់គុកកញ្ចាក់ឆ្នាំសម្លាប់បាត់ហើយអ្នកដែលអាចបំរើយួនបានល្អទើបយួនទុកអានេះបើយើងនិយាយអំពីប្រវត្តិសាស្ត្រការពិតណាអាហ្នឹងការពិតបងប្អូនសំណួរទី2តាមខ្ញុំចាំគេសួរថាតើសង្គ្រាមអ្វីទៅដែលហៅថាសង្គ្រាមត្រជាក់ហើយវាផ្ដល់ផលប៉ះពាល់អ្វីខ្លះសង្គ្រាមត្រជាក់គឺជាសង្គ្រាមមនោគមវិជ្ជារវាងលទ្ធិពីរលទ្ធិសេរីដែលដឹកនាំដោយសហរដ្ឋអាមេរិកនិងអឺរ៉ុបនិងលទ្ធិកុម្មុយនីសដែលដឹកនាំដោយរុស្ស៊ីនិងចិនវ៉ាងជូថាហើយប្រទេសកម្ពុជារងឥទ្ធិពលនៃសង្គ្រាមត្រជាក់សង្គ្រាមត្រជាក់បណ្ដាលឲ្យប្រទេសវៀតណាមពុះជាពីរគឺវៀតណាមខាងជើងនិងវៀតណាមខាងត្បូងដែលមកខាងគាំទ្រដោយលោកសេរីអាមេរិកនិងមកខាងគាំទ្រដោយកុម្មុយនីសរុស្ស៊ីអាហ្នឹងចេះសង្គ្រាមវៀតណាមហ្នឹងហើយដែលបណ្ដាលឲ្យមានណាការធ្វើរដ្ឋប្រហារទម្លាក់នរោត្តមសីហនុអាហ្នឹងយើងនិយាយខ្លីចេះហើយការទម្លាក់នរោត្តមសីហនុហ្នឹងហើយដែលបណ្ដាលឲ្យមានរបបប៉ុលពតហើយរបបប៉ុលពតហ្នឹងហើយដែលបណ្ដាលឲ្យមានហ៊ុនសែនត្រូវអរគុណប៉ុលពតបើអត់មានរបបប៉ុលពតម្លេះហ៊ុនសែនណាត្រឹមតែជាកូនកសិករដូចសូនតារាប៉ុន្តែគ្រាន់តែថាគាត់ប្រហែលជាមានតែមជាងសូនតារាបន្តិចត្រឹមថាយ៉ាងច្រើនត្រឹមតែជាអ្នកដាំថ្នាំជក់នៅកំពង់ចាមតែប៉ុណ្ណោះអត់មានគ្រូសាហ៊ុនសែនបានធ្វើនាយករដ្ឋមន្ត្រីមកកាន់កាប់លក់ប្រទេសកម្ពុជាដែលដូចយោងតាមក្រមគ្រួសារអាណាចក្រចំនួនរបស់ Global Witness ថ្លែងការណ៍ទេ
យ៉ាងច្រើនត្រឹមតែជាអ្នកដាំត្រាំជក់តែម្ដងណាអញ្ចឹងអានេះគឺជាសំណួរមួយទៀតគេថាហេតុអ្វីបានជាគេនិយាយថាហ៊ុនសែននិងនរោត្តមសីហនុជាបិតាសន្តិភាពដែលខ្ញុំដាក់នៅក្នុងចម្លើយខ្ញុំដាក់បិតាពិភពលោកខ្ញុំនិយាយលេងទេខ្ញុំថាគ្មានពីណាគេថាទេគឺហ៊ុនសែនតែថាខ្លួនឯងហ៊ុនសែនគេដេញចេញពិភពលោកគេខ្ពើមគេដេញចេញពីកិច្ចប្រជុំណានៅឥណ្ឌូនេស៊ីនិងប្រទេសថៃក្រោមលេសកូវីដអានឹងជាចម្លើយពិតបងប្អូនណាហើយចម្លើយជាច្រើនទៀតដែលខ្ញុំចង់លើកនេះវាដើម្បីកុំឲ្យវែងឆ្ងាយពេកខ្ញុំគ្រាន់តែចង់បញ្ជាក់ថាកុំថាឡើយការបោកប្រាស់នៅក្នុងប្រព័ន្ធនយោបាយសូម្បីតែវិស័យអប់រំក៏តម្រូវឲ្យមនុស្សក្បត់ឧត្តមគតិនិយាយខុសពីការពិតដែរណាហើយវិញ្ញាសាបែបនេះណាបងប្អូនគឺមិនចាំបាច់បងប្អូនទៅរៀនទន្ទិញអីទេពីព្រោះក្មេងៗនៅក្នុងប្រទេសកម្ពុជាដែលខ្ញុំនិយាយទៅសម្រាប់អ្នកជក់ម៉ាសម្រាប់អ្នកប្រើប្រាស់គ្រឿងញៀនក៏ប្រឡងវាអត់ធ្លាក់ដែរណាចាំបាច់អីប្រឡងបងប្អូនចាំបាច់អីយើងរៀនប្រវត្តិវិទ្យាចាំបាច់អីទៅដល់ប្រឡងឆមាសប្រចាំខែទៅអង្គុយអានសភៅអីតែបងប្អូនចេញទៅក្រៅសាលាជក់តែឆ្នាំញៀនក៏ប្រឡងជាប់ដែរឲ្យតែសរសេរអរគុណសន្តិភាពជាប់ហើយពួកអវិញ្ញាសាទាំងអស់ហ្នឹងគេតម្រូវឲ្យយើងសរសេរតែងសេចក្តីយើងចង់ឆ្លើយសំណួរឆ្កួតមិនក៏បានដែរយើងមិនបាច់ទៅឆ្លើយច្រើនគេគ្រាន់តែចង់ឲ្យយើងសរសេរតែងសេចក្តីហ្នឹងសរសើរហ៊ុនសែនជាព្រះអតិទេពទេតើចឹងបងប្អូនមិនចាំបាច់ទៅនិយាយមិនចាំបាច់ទៅប្រទេសកម្ពុជាមិនចាំបាច់លុបមុខវិជ្ជាប្រវត្តិវិទ្យាចោលទៅមុខវិជ្ជាវាអត់មានប្រយោជន៍បងប្អូនយើងខំរៀនខំសិក្សាក្រសួងអប់រំខំធ្វើកម្មវិធីមានប្រយោជន៍អីឥឡូវទីខ្ញុំនិយាយលេងនេះក្រលសំណួរប្រឡងបាក់ឌុបនៅក្នុងកម្មវិធីប្រវត្តិវិទ្យាហ្នឹងណាសរសេរនិយាយតែពីហ៊ុនសែនទៅបិតាសន្តិភាពទេវតាចាប់ជាតិអធិរាជទទួលពានរង្វាន់និយាយហ្នឹងមកគ្រប់អានឹងចាំបាច់ទៅរៀនទៅអីអញ្ចឹងកន្លែងនេះខ្ញុំគ្រាន់តែនិយាយអំពីណានៅក្នុងចំណុចនេះគឺថាលទ្ធផលបាក់ឌុបតែទោះយ៉ាងណាសម្រាប់និស្សិតសម្រាប់សិស្សអ្នកស្រាវជ្រាវគ្រប់ខ្ញុំអបអរសាទរចំពោះលទ្ធផលនៃការប្រឡងទុកក្នុងយ៉ាងណាក៏ដោយហេតុអីបានខ្ញុំអបអរសាទរពីព្រោះចំណេះដឹងគឺជាប្រភពនៃការផ្លាស់ប្ដូរផ្នត់គំនិតទោះក្រោមរូបភាពណាក៏ដោយឲ្យតែមនុស្សរៀនបានខ្ពស់និងមានចំណេះដឹងរបបហ៊ុនសែនឈានទៅរកទីបញ្ចប់ព្រោះអ្វីដែលហ៊ុនសែនខ្លាចគឺចំណេះដឹងអ្វីដែលហ៊ុនសែនមិនខ្លាចគឺភាពល្ងងខ្លាំងតែគាត់អាចគំរាមសម្លុតដល់ទិញទៅបានចុះហ៊ុនសែនទាត់ច្រកធន់ចឹងទៅហ៊ុនសែនទាត់ច្រកបងប្អូនមើលមួយផ្លែតគឺដូចហ៊ុនសែនសម្បើមប៉ុន្តែបើសិនជាបងប្អូនមើលរូបមន្តសូនតារាគឺថាហ៊ុនបូកនឹងសែនស្មើនឹងកម្រាមបូកនឹងបោកអ្វីដែលហ៊ុនសែនដែលយើងឃើញគឺជារបស់ខ្លែងខ្លាយអានឹងមានន័យថាបងប្អូនឃើញអ្វីដែលហ៊ុនសែនបង្ហាញគឺជារបស់ខ្លែងខ្លាយទេតាមពិតហ៊ុនសែនទាល់ច្រករឿងអីទាល់ច្រករឿងពីរយ៉ាងទី1ទណ្ឌកម្មអន្តរជាតិគ្រប់ច្រកល្ហកមិនទាន់ឈានចូលដល់ទណ្ឌកម្មទេទណ្ឌកម្មផ្លូវការទេគេហៅថាការថ្កោលទោសពីអន្តរជាតិគ្រប់ច្រកល្ហកទី2គឺវិបត្តិសេដ្ឋកិច្ចនៅក្នុងរបបហ៊ុនសែនខ្ញុំនិយាយអំពី regionalism ណាការថ្កោលទោសពីអន្តរជាតិគ្រប់ច្រកល្ហកបងប្អូនបើសម្រាប់គណៈបកប្រជាជនសុធិរិលេងគាត់ច្បាស់ជាសួរហើយនឹងផ្ចាញ់អានេះខ្ញុំនិយាយពីទស្សនៈ3ចុះតែនេះទស្សនៈគណៈបព្វជិជនទស្សនៈអ្នកឆ្ងល់ហើយនឹងទស្សនៈរបស់គណៈបកប្រឆាំងទស្សនៈរបស់គណៈបកប្រឆាំងខ្ញុំមិននិយាយគឺគេស្របតាមសូនតារាហើយតែខ្ញុំនិយាយអំពីទស្សនៈរបស់គណៈបកប្រជាជននិងទស្សនៈរបស់អ្នកឆ្ងល់ទស្សនៈរបស់គណៈបកប្រជាជនគេច្បាស់ជាឆ្ងល់ហើយនឹងគេចំអកគេថាអីឯងមិនក៏ថាអន្តរជាតិរួមគ្នាថ្កោលទៅសម្ដេចទី1អានេះខ្ញុំថាចូលកូនប្រធានបទតូចចុះ
vì châu côn thì nó bắt tàu chlong từ châu tí mùi đi chứ tí mùi hãy khơi Campuchia riêng trong mà diễn bán chục chơi đấy bật tê tiếng bật thiên này tập ở đây nè Americ nâng mà hai âm na chung mình lúc thì mà phải chung nơi bật tê Campuchia tờ tua bán chục chơi này tí mùi tí bì hãy miên khơi dòng đất từ cái bài tê đấy từ bà răng và tê nhâm nơi bà răng từ chắp đây bật thiên này vào đây Macron đấy tí bày hãy miên khơi dòng đất từ chụp và chia chun rộp con nhẹ nơi rộp ấy làm chút thì chắc bắt chỉ than chẳng nè cho hai tay ban chỉ sơn ta bay chia nơi dây thả hôn sáng từ tôi rong cao cao tu bị on ra chết cục từ ti từ vinh nè bảo con là nâng sầm rập nè sầm rập tôi sẽ nã ra bao cái nã phải chuyện chứ tôi sẽ nã ra bao nè ngào rư còn nè khối chất mình tạch mình tuổi nè khối chất cái trong sầm đào lươn nè để sập ra bao cái đạch cả hôn sáng còn tái nèสำคัญนั่งชูจับจมูกกาต่อสู้ได้คืนระบบประกาศคนใส่มันจับด้วยโซนราธาก็จับได้เมียจำเงาท่าเด้ประตัดสมุดลูกรู้ตัวนี้ยัยท่าคนใส่เจ๊แต่จับคนใส่นั่งเจ๊แต่ตัวเจาะพอตายเดี๋ยวเมียคืนใส่ซะอะไรนี่คืนกี่ใจลุยคืนคนใส่ใจลุยบ้านตัวเทียดนะคืนคนใส่ตัดดาวตื่นไปจุ่มเนื้ออเมริกก็ตื่นไปจุ่มมาดาวปะรังก็เมาไปจุ่มแบบนี้เฮ้ยมีมนุษย์สวากุ้มด้วยกันนะเป่าจนทาแม่นตาไปยังไหมจำลอยมุนหนึ่งเชียนโจรอจำลอยบางคนจำรูปมุนโซนราหนึ่งรูปฉบับแต่ถ้าคนบกหนึ่งไซน์สมาหนึ่งกำเรียมบกหนึ่งเบาเอาไว้เดี๋ยวคนไซน์เรายังคืนกู้จี้ระบบคลายเราจำได้ปิพบโลกเกาตุระบบคนไซน์จะเรื่องปั๊ดคนไซน์บังหางกาจับได้จิมวยประเทศนี้ถ้าประเดี๋ยวมากร้องหรือของกาจุบประจิจุนเนอรบวิจีสมบ่วิเหมือนจีคลายจีสมบ่เมียในถาตาบองปอนเมียนดังถาคลำซาเกณฑ์ยัยปีไออุดได้ห่อถาบัสันจีประเทศนี้ถ้าประเดี๋ยวมากร้องบรังในยัยถาขยมกวามโตรหนึ่งจังคืนประเทศกัมพูชีก็รุกกัดปรมเปรียงสันติภาพที่กรุงปารีสเมียนกาบอชนาโดยสลายตรมเตรนยุติท้อบัดหลุมห่อประเทศตะปไตแต่คนไซน์ยอกสำได้นั่งบอกไซน์ขนมตัวปอเฟซบุ๊กหรือว่าก็เนี่ยเนี่ยเอาไว้เดี๋ยวคนไซน์เดี๋ยวยังเคยคือรูปเพบยังมันอาจจะโบกใส่บ้านได้นึกหน้าก็ถือบ้านได้รูปเพบคนไซน์ทอดจะไว้มากรองพอตายยังดังท่าตาคลำซ้ายกันยังไงยังว่าดังอันนั้นมวยใจขยมตีหอมวยติดจ่อโอ้ตีหอท่าขยมชื่อท่ามากร้องไปจริงมันในใจพอตายบอกก้อนในใจติดจ่อลีอ่างบาราเรจสันก็ท่าสมเอาอีเนี่ยคนใส่นึงสมรบสมรูลด่างขาวกลมเทือตุกบกมันนึงซ้ำอย่างสีหนึ่งดอกเล่นกำสขาแต่คนใส่นึงยกสำได้หรือเปล่าประเทศในทำได้มากรองยกบนอีกเยอะแยะยังสู้ของคนมั้ยดิจะไปดูคนซาในยังขึ้นเอาไปดูคนซาในยังขึ้นก็จบรูปเพียบจวนก้าโลตีฮอท่ามากรองนั่งก็เพิ่มคนซายนะแต่คนซายยกอภิษาเพิ่มเรามากรองนั่งมันยัยแบบเยอะเนี่ยดิสมบัติแต่ในขนมประเทศกัมพูชีปีได้ประเทศนี้เท่าใดเนี่ยอเมริกโจไบเดนจะมวยคนซายเนี่ยได้สร้างสำได้โจไบเดนนั่งเหม็นคนไซน์เหม็นเฟรชนิวเหม็นตู้ฮาสปอเหม็นตัวปอเฟซบุ๊กระบาดคนไซน์นะคือเนี่ยกับไซน์ไอกรีดอาซีสไรหรือโควิโอเอสำได้สำหรับไปตัดได้ในยัยท่าโจไบเดนจังสดาละทิปจีบไตเมื่อคืนการบอชนอตรำเต้านั่งดอกเล่นเซนตรีคนไซน์มีในยัยนะอุติฮอท่าบัสันจิซาปอเดมีนโจกัดบ้านโดยนูปรังโดยคนไซน์มารบไม่มีซาปอเมียนนะมีนแต่พวกอาชกายรถเจ้าซ้อนในเพียบหนึ่งคนไซน์ดัดเจนพิศกขมายมาไว้ท่าจังคนไซน์ทาไม่จะมวยมากร้องในนายโยปอเมียนยังแบบนั้นโอเคนี่ให้หนึ่งขนมปฏิกรรมวิจิตรขนมยัยถ่าเรื่องโจไบเดนเด็กกอดจูบคนไซน์นึงแต่บางคนมีดังถ้าโจไบเดนเด็กยัยไม่จะป้นเด็กยัยจะมวยคนไซน์นึง
តាមឆ្លឹកព័ត៌មានមកគឺគេចង់ឲ្យមានការបោះឆ្នោតសេរីត្រឹមត្រូវយុត្តិធម៌កុំកាប់សម្លាប់សេរីភាពតើទំព័រ Facebook ហ៊ុនសែនទំព័រ Facebook 50ប៉ុស្តិ៍របស់គណៈបកប្រជាជន Fresh News គេដាក់យកនៅមិននិយាយទេមានពីណាគេមិននិយាយទេគេនិយាយតែពីហ៊ុនសែនអស់ចាណាសម្បើមណាស់បានចាប់ដៃតែចាប់ដៃគេផ្ទះកាភ្លៀងមកក្រុងគឺមានទៅអស់ចាជាងហ៊ុនសែនមកមកធ្វើចាប់ដៃប្រធានាធិបតីមកក្រុងមានអស់ចានៅបារាំងមានគេផ្ទះកាភ្លៀងមកក្រុងថ្ងៃមុនមានគេគប់ពងមកនៅទីក្រុងខ្ញុំរស់នៅអាហ្នឹងបានវាអស់ចាជាងហ៊ុនសែនបងប្អូនប៉ះដូចគ្នាតាមានគេផ្ទះកាភ្លៀងមកក្រុងគាត់ចូលទៅផ្លាប់នេះមកទីក្រុងខ្ញុំនេះមកក្រុងគាត់ទៅលេងកន្លែងនិស្សិតពេទ្យមកដល់នេះពងមន់ហោះវូក៏កាត់ក្បាលមកក្រុងអាហ្នឹងវាគឺជារូបថតទីអញ្ចឹងបើនិយាយអំពីភ័ស្តុតាងជាក់ស្ដែងយើងមើលទៅជាពិសេសគេដេញហ៊ុនសែនចេញពីកិច្ចប្រជុំអានឹងមានគេខ្ពើមអារឿងគេប្រជុំនៅអាស៊ាននៅក្នុងប្រទេសកម្ពុជាដោយសារតែហ៊ុនសែនជាប្រធានអាស៊ានគេកិច្ចវាអត់ផុតដោយសារនឹងជាប្រធានវិលជុំគេអាចរំលងបានទេចប់ពីហ៊ុនសែនទៅដល់នេះប្រធានាធិបតីឥណ្ឌូនេស៊ីអាហ្នឹងគេមិនអាចរំលងបានទេគេត្រូវតែទៅហ៊ុនសែនចេញពីឥណ្ឌូនេស៊ីទៅប្រទេសណាទៀតលើភូមាដល់បច្ចុប្បន្នហ្នឹងវាសាហាវពេកវាសម្លាប់មនុស្សចាប់ដាក់គុកហើយនឹងវាដាក់ប្រទេសចូលទៅក្នុងយោធរបបយោធាអញ្ចឹងវាផ្ទុយអំពីគោលការណ៍របស់ជាតិអាហ្នឹងគេអាចរំលងបានប៉ុន្តែហ៊ុនសែនគេមិនទៅរំលងឲ្យបានទេអាហ្នឹងអញ្ចឹងណាយើងមើលទៅសម្ពាធបើយើងអាចនិយាយបានមួយយ៉ាងថាសម្ពាធនឹងការថ្កោលទោសរបស់អន្តរជាតិទៅលើហ៊ុនសែនពិភពលោកគេខ្ពើមហើយហ៊ុនសែនដើម្បីប្រឆាំងជាមួយអទស្សនៈពិភពលោកគេខ្ពើមនឹងគាត់ត្រូវប្រឹងទៅអង្វរមកក្រុងហ៊ុនសែនណាតាមពិតមកក្រុងអត់មានចង់ជួបទេបងប្អូនប្រភពផ្លូវការមកក្រុងអត់មានចង់ជួបហ៊ុនសែនទេប៉ុន្តែប្រភពផ្លូវការមកថាហ៊ុនសែនគាត់ទៅអង្វរគេខ្លាំងណាស់ពីព្រោះគាត់ថាវាជាលើកចុងក្រោយហើយបើសិនជាអត់បានជួបទេអាម៉ាស់មកហើយគាត់ជាប្រធានអាស៊ានលើកចុងក្រោយមិនដឹងតែគាត់និយាយនេះគាត់ចង់សម្ដៅថាគាត់ត្រូវបដូរអាស័យដ្ឋានឬក៏គាត់ត្រូវបដូរតំណែងទេប៉ុន្តែទោះជាគាត់បដូរអាស័យដ្ឋានរស់នៅខុនណាឬក៏គាត់បដូរតំណែងក៏គាត់ត្រូវតែជាលើកចុងក្រោយនៅក្នុងជីវិតរបស់ហ៊ុនសែនអានឹងជាចំណុចមួយសំខាន់មួយទៀតបងប្អូនបើយើងនិយាយអំពីវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាសេដ្ឋកិច្ចប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតទេជាប្រទេសដែលទទួលប្រទេសកម្ពុជារស់បានដោយសារក្រៅតែវិស័យទេសចរគឺគេហៅថាវិស័យជំនួយគឺកម្ចីបរទេសនៅខ្ចីលុយគេបានណាប៉ុន្តែលុយនឹងមិនគ្រប់គ្រាន់ទេហើយពេលដែលហ៊ុនសែនខ្ចីលុយគេបានគាត់ខំអួតបញ្ជាក់ថាហ៊ុនសែនតច្រកដែលខ្ញុំនិយាយតច្រកចេះបើយើងនិយាយអំពីក្បួនរូបមន្តឲ្យច្រើនទៅថាហ៊ុនសែននឹងទៅដើរចូលដល់ចំណុចណាអានឹងបងប្អូនកុំមើលជ្រៅពេកពីព្រោះមានពេលខ្លះចំណេះដឹងយើងវាអត់ដល់ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ជាតិយើងមើលទៅលើវិស័យ3សំខាន់នេះកូនជាមចំណុច3សំខាន់កុំថាវិស័យចុះទី1គឺប្រទេសកម្ពុជារស់ដោយសារតែការនាំចេញសម្លៀកបំពាក់វិស័យវេទនភ័ណ្ឌបងប្អូនមានដឹងថានៅក្នុងប្រទេសកម្ពុជារោងចក្រជាច្រើនបិទទ្វារនិងព្យួរការងារបើកម្ពុជាមានកំណើនសេដ្ឋកិច្ចដូចហ៊ុនសែនថាម្លេះមិនមែនកម្មករព្យួរការងារបិទរោងចក្រឬក៏មានរោងចក្រមួយចំនួនត្រូវបែងបន្ថយម៉ោងការងារទេអានេះជាចំណុចមួយដែលបងប្អូនកុំមើលទៅលើសម្ដីហ៊ុនសែនព្រោះហ៊ុនសែនក៏មានខ្វល់អីសម្ដីហ៊ុនសែនក៏និយាយរឿងសម្បើមអញ្ចឹងថាប៉ុន្តែបងប្អូនមើលជាក់ស្ដែងបងប្អូនទៅដើរមើលនៅក្នុងប្រទេសកម្ពុជាកម្មកររោងចក្រកាត់ដេរប្រមាណភាគរយដែលត្រូវព្យួរការងារប្រមាណភាគរយដែលត្រូវបាត់បន្ថយម៉ោងការងាររោងចក្រប្រមាណភាគរយដែលត្រូវបាត់ប្រទេសកម្ពុជាប្រជាជនកម្ពុជាដែលអត់រត់ចំណាក់ស្រុកទៅប្រទេសថៃទៅប្រទេសកូរ៉េដោយសារតែគាត់មានការងាររោងចក្រនៅក្នុងស្រុកខ្មែរធ្វើអានឹងទី1ខ្ញុំឲ្យបងប្អូនមើលទី2បងប្អូនមើលទៅលើវិស័យទេសចរត្បិតតែយើងបើកប្រទេសមែនប៉ុន្តែការកម្រើកទេសចរក្រៅប្រទេសគឺអត់ទាន់មាននៅឡើយទេមានតែក្នុងស្រុកដើរលេងផឹកស៊ីហ៊ឺហាហើយឃើញគណៈបកប្រជាជនគេថតផ្សាយថានៅសៀមរាបទេសចរកើននៅសៀមកំពង់សោមទេសចរកើននេះហ្នឹងអាហ្នឹងទៅនិយាយអីជូពីតើក្នុងស្រុកលុយវិល
វាចាយទេវានៅក្នុងស្រុកដដែលហ្នឹងឧទាហរណ៍ថាលុយក្នុងស្រុកវាមាន10លានគ្រាន់តែលុយហ្នឹងវាមាននៅដៃប្រជាជននៅភ្នំពេញអ្នកភ្នំពេញយកទៅចាយនៅសៀមរាបលុយហ្នឹងគាត់វាកើនបាត់ពីអ្នកភ្នំពេញទៅកើនអ្នកសៀមរាបទេថាអ្នកសៀមរាបយកលុយទៅចាយនៅកំពង់សោមលុយហ្នឹងវាគាត់តែបាត់ពីអ្នកកំពង់សោមពីសៀមរាបទៅកំពង់សោមតែប្រទេសកម្ពុជាលុយ10លាននៅតែ10លានដដែលលុយដែលល្អគឺលុយទេសចរក្រៅប្រទេសដូចជានៅប្រទេសថៃអានឹងបានមាននាំលុយចូលស្រុកដូចជាបងប្អូនខ្មែរយើងក៏ផ្ញើលុយទៅស្រុកខ្មែរឬខ្មែរយើងទៅលេងស្រុកឯហ្នឹងអានឹងបានលុយវាធ្លាក់ចូលក្នុងប្រទេសកម្ពុជាបើថាទេសចរថាប្រទេសកម្ពុជាណាទេសចរច្រើនណាស់ប្រជាជនមកលេងក្រុងសៀមរាបចំនួន1លានអ្នកអ្នកអំពេញហ្នឹងអ្នកភ្នំពេញណាអានឹងវាមានកើនអីវាលុយនៅក្នុងប្រទេសកម្ពុជាប្រហែលវានៅប៉ុណ្ណឹងតាគ្រាន់តែវាដូរដៃគ្នាកាន់ណាដូរតែពីអ្នកភ្នំពេញទៅអ្នកសៀមរាបដូរពីអ្នកសៀមរាបទៅអ្នកមណ្ឌលគិរីដូរពីអ្នកមណ្ឌលគិរីមកអ្នកកំពង់សោមតែប៉ុណ្្នឹងឯងណាអញ្ចឹងអាកន្លែងហ្នឹងមិនជាកំណត់សេដ្ឋកិច្ចទេហើយបងប្អូនចង់ដឹងច្បាស់មានតែបងប្អូនណាសូហ្វីឈើតដែលអ្នកធ្វើមគ្គុទ្ទេសក៍កាយអ្នកបើកភោជនីយដ្ឋានអ្នករត់តុកតុកតាក់ស៊ីអ្នកលក់វត្ថុអនុស្សាវរីយ៍អ្នករកស៊ីនៅក្នុងតំបន់ទេសចរទេដែលគាត់ដឹងច្បាស់ហើយធម្មតាអ្នករស់ស៊ីមិនរស់តែថ្ងៃបុណ្យណាថ្ងៃបុណ្យមានអ្នកភ្នំពេញអ្នកខេត្តដទៃទៀតទៅលេងសៀមរាបឬកំពង់សោមចុះថ្ងៃមិនបុណ្យតើគ្នាត្រូវធ្វើម៉េចមួយអានឹងចំណុចខ្ញុំបាននិយាយទៅវិស័យចំណុចចុងក្រោយទី3វិស័យការងារបងប្អូនតើនៅក្នុងប្រទេសកម្ពុជាហ៊ុនសែនមានដែលថ្លែងសន្ទរកថាអួតអំពីថាប្រទេសកម្ពុជានៅក្នុងឆ្នាំនេះបង្កើតការងារឲ្យមនុស្សប្រមាណនេះបងប្អូនមានដឹងថានៅក្នុងប្រទេសកម្ពុជានិស្សិតក្រោយបញ្ចប់ការសិក្សាពលរដ្ឋខ្មែរយុវជនខ្មែរដែលពេញវ័យបម្រើការងារអាយុ18ឆ្នាំរដ្ឋាភិបាលមានដែលចុះបញ្ជីការងារថាអូអត្រាការងារនឹង graphic បើនៅស្រុកអាមេរិកនៅស្រុកបារាំងគេមានតារាងឡើងចុះនេះគេក្រសួងការងារហ្នឹងគេរាប់ការងារទៅអូនៅខែនេះនៅឆ្នាំនេះការងារវាឡើងប៉ុណ្ណេះវាថយប៉ុណ្ណេះមានទេអត់មានគឺមានឃើញតែហ៊ុនសែនហ្នឹងមែនទេរូបថតហ៊ុនសែនដើរចែកអំណោយអាហ្នឹងមិនមែនជាការងារទេការងារវាឃើញមានតែហ៊ុនសែនដោកក្រឡោមនេះទេប៉ុន្តែប្រជាជនវាអត់មានឃើញការងារបច្ចុប្បន្នខ្ញុំសួរថាតើប្រជាជនកម្ពុជាហ៊ុនសែនបង្កើតការងារបច្ចុប្បន្នប្រជាជនបង្កើតការងារខ្លួនឯងទេណាដូចជាដាំដុះអាហ្នឹងមិនមែនការងារបរិវត្តទេខ្លួនឯងទេដូចជារត់ម៉ូតូដប់អាហ្នឹងការងារខ្លួនឯងទេរត់តុកតុករត់ផាសសាប់អានេះរត់តាក់ស៊ីអាហ្នឹងការងារខ្លួនឯងទេមិនមែនការងាររកឃើញជាស្ថាប័នមួយដូចនៅដែលមានចុះបញ្ជីអីទេដូចនៅក្រៅប្រទេសដូចនៅប្រទេសថៃអត់មានអីទេអញ្ចឹងបងប្អូនចំណុចទី3ដែលសំខាន់ជាងគេអាហ្នឹងខ្ញុំនិយាយចំណុចរឿងការងារប្រទេសមួយដែលអត់មានការបង្កើតការងារប្រទេសហ្នឹងគឺខ្សែធនហើយចំណុចទី3បងប្អូនមានដឹងថាតើប្រាក់ខែមន្ត្រីរាជការខ្ញុំអត់បានដឹងទេមិនដឹងជាជាពាក់ឬក៏កាត់ខ្ញុំអត់ដឹងទេប៉ុន្តែច្បាស់ជាមានបើសិនជាមន្ត្រីចាប់ពីផ្កាយមួយឡើងទៅអាចមិនស្រួលឲ្យបានប្រាក់ខែផងអត់បើកឲ្យផងណាអញ្ចឹងនៅក្នុងប្រទេសមួយណាដែលវិស័យពាណិជ្ជកម្មបិទទ្វារណាកាត់បន្ថយប្រាក់ខែសូម្បីតែធ្វើកម្មវិធីបុណ្យគេធ្វើរបបហ៊ុនសែនបច្ចុប្បន្នគេយកមុខជាងយកសាច់គេយកមុខជាងខ្លឹមសារណាមិនអីព្រោះណាហ៊ុនសែនគាត់យកកដោបពង្រីកឲ្យទៅជាតម្រៃគេបង្កើតកម្មវិធីសបាយសម្បើមនឹងដើម្បីបោកបញ្ឆោតភ្នែកណាប្រិយមិត្តឬក៏បងប្អូនឲ្យឃើញថាវាជាការសន្តិភាពតាមពិតរោងកម្មបងប្អូនមានដឹងថាប្រជាជនកម្ពុជាប្រមាណភាគរយអត់ការងារធ្វើបងប្អូនមានដឹងថារោងចក្រប្រមាណដែលត្រូវបិទទ្វារនៅក្នុងប្រទេសកម្ពុជានឹងព្យួរការងារបងប្អូនមានដឹងថាប្រាក់ខែមន្ត្រីរាជការប្រមាណដែលត្រូវកាត់ឬក៏អាចនឹងមែនទេអត់ដំឡើងឬក៏អាចនឹងជពាក់នៅថ្ងៃណាមួយណាបងប្អូនមានដឹងថាទំនិញសពសារពើភ័ណ្ឌនៅក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាទៅណាបងប្អូនអត់បានដឹងហ្នឹងអាហ្នឹងហើយដែលខ្ញុំនិយាយថាហ៊ុនសែនទាត់ច្រកហេតុអីបានជាហ៊ុនសែនគាត់ត្រូវខ្ចីលុយបរទេសគាត់ទៅអួតពីព្រោះអំណួតរបស់គាត់ហ្នឹងណាត្រូវឲ្យបងប្អូនឃើញថាគាត់នៅរឹងមាំមួយទៀតបងប្អូនមានដឹងថាបុណ្យនៅសមុទ្រណាខ្ញុំអានព័ត៌មានទេអាហ្នឹងបុណ្យសមុទ្រមុនហ៊ុនសែនមកអឺរ៉ុបនេះកាលនោះខ្ញុំនៅស្រុកខ្មែរកាលហ៊ុនសែនមកអឺរ៉ុបខ្ញុំទៅខ្មែរខ្ញុំទៅមកពីស្រុកខ្មែរប្រហែល2ថ្ងៃនេះខ្ញុំបានអានព័ត៌មានមួយគេនិយាយអំពីកីឡាករ
xuồng chiến nơi châu rùm cam thi sầm mót cái lá co bản năng cái lá co bản đal nè chấm riêng ấy nè cái thằng ở tập tua ban rồng voan tê cứ thưa đói mặt chất nâng o xa tờ bông phải ôn xong bay tay rồng voan cái lá co thằng chết ban mà pay mơ nè xong